ការអភិវឌ្ឍធនធានមនុស្សប្រទេសកម្ពុជាមិនមែនជារបស់នរណាម្នាក់នោះទេគឺជារបស់ខ្មែរទាំងអស់ដូច្នេះយើងត្រូវជួយតម្រង់ផ្លូវកូនខ្មែរឲ្យស្រឡាញ់ការចេះដឹងស្រឡាញ់កិច្ចការងារស្រឡាញ់អំពើល្អស្រឡាញ់ភាពយុត្តិធម៌និងចេះអត់ឱនអធ្យាស្រ័យមនុស្សច្រើនមតិយោបល់កាន់តែច្រើនទោះបីជាមានមតិខ្លះមិនស្របគ្នាយើងត្រូវតាំងសតិរបស់ខ្លួនឲ្យបានជាប់ជាប្រចាំការគ្រាន់តែមានមតិទស្សនៈមិនស្របគ្នាមិនគួរចាត់ទុកឲ្យខ្មែរនិងខ្មែរខ្លាចជាសត្រូវស្លាប់រស់នឹងគ្នានោះទេគឺយើងត្រូវព្យាយាមរកហេតុផលមកពន្យល់ប្រកបដោយការទទួលខុសត្រូវខ្ពស់ទើបមានន័យថាខ្មែរស្រឡាញ់ខ្មែរតម្លៃរួមរបស់សង្គមគឺអាស្រ័យនៅត្រង់ថាតើគេផ្ដល់ឱកាសឲ្យធនធានមនុស្សបានអភិវឌ្ឍដល់កម្រិតណាការយកចិត្តទុកដាក់ដល់មនុស្សនិងគិតគូរពីជោគជតារបស់ពួកគេគឺជារឿងដែលត្រូវគិតមុនគេបង្អស់ប្រទេសជាតិមួយនឹងរឹងមាំបានលុះត្រាតែការអភិវឌ្ឍវិស័យផ្សេងៗត្រូវដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍធនធានមនុស្សការអភិវឌ្ឍធនធានមនុស្សត្រូវយកចិត្តទុកដាក់ទៅលើកត្តា3យ៉ាងដូចតទៅ1បណ្ដុះបណ្ដាលមនុស្សឲ្យមានសមត្ថភាពខ្ពស់ក្នុងការធ្វើការងារប្រៀបធៀបទៅនឹងប្រទេសជឿនលឿនផ្សេង2បណ្ដុះបណ្ដាលមនុស្សឲ្យមានចិត្តឧស្សាហ៍ព្យាយាមចេះប្រើពេលវេលាឲ្យមានប្រយោជន៍ព្រមទាំងចេះស្រាវជ្រាវច្នៃប្រឌិតផ្សេងទី3បណ្ដុះបណ្ដាលមនុស្សឲ្យមានសមត្ថភាពខ្ពស់ក្នុងការគិតពិចារណាទៅជាមនុស្សល្អមានហេតុផលមានមនសិការហ៊ានលះបង់ដើម្បីប្រយោជន៍រួមការខូចខាតរបស់ប្រទេសជាតិមួយគឺចាប់ផ្ដើមពីមនុស្សនៅក្នុងគ្រួសារហេតុនេះលោកឪពុកអ្នកម្ដាយអាណាព្យាបាលទាំងឡាយត្រូវយល់ឲ្យច្បាស់ថាក្មេងរៀនពីអ្វីដែលពួកគេបានឃើញនឹងកើតមានឡើងនៅក្នុងជីវិតពិតរបស់ពួកគេបើក្មេងរស់នៅជាមួយការរិះគន់គេរៀនផ្ដន្ទាបើក្មេងរស់នៅជាមួយការសរសើរគេរៀនអបអរសាទរបើក្មេងរស់នៅជាមួយការអត់ឱនគេរៀនអត់ធ្មត់បើក្មេងរស់នៅជាមួយការលើកទឹកចិត្តគេរៀនជឿជាក់លើខ្លួនឯងបើក្មេងរស់នៅជាមួយសុវត្ថិភាពគេរៀនទុកចិត្តបើក្មេងរស់នៅជាមួយការស្រស់ស្រួលគេរៀនចូលចិត្តខ្លួនឯងបើក្មេងរស់នៅជាមួយការបន្ទុះសារាយគេរៀនច្បាស់បើក្មេងរស់នៅជាមួយការចំអកឡកលើយគេរៀននៅការអៀនខ្មាស់បើក្មេងរស់នៅជាមួយភាពស្មោះត្រង់គេរៀនយុត្តិធម៌បើក្មេងរស់នៅជាមួយការទទួលស្គាល់និងមិត្តភាពគេរៀនរកមើលនៅសេចក្តីស្រឡាញ់ដែលមាននៅក្នុងពិភពលោកនេះដោយបេះដូងបរិសុទ្ធទ្រព្យសម្បត្តិពិតប្រាកដរបស់ប្រទេសជាតិមិនមែនមកពីមាសប្រាក់នោះទេគឺមកអំពីការសិក្សាគតិបណ្ឌិតនិងភាពរឹងមាំត្រឹមត្រូវរបស់យុវជនតួនាទីរបស់គ្រូបង្រៀនគឺធ្វើឲ្យសិស្សចូលចិត្ត